ឥឡូវគឺឃើញពេញយមបាទស្លាកប្រភេទនេះច្រើនអញ្ចឹងខ្ញុំនឹងដាក់ពីរបៀបធ្វើវាតោះឥឡូវយើងបើក file ថ្មីមួយមកអូខេឥឡូវខ្ញុំលុបនេះចោលបាទខ្ញុំលុប tick box នេះចោលអញ្ចឹងខ្ញុំយក insert ហើយខ្ញុំប៉ះទៅលើ set បាទខ្ញុំយកបាទរូបដំណាក់នេះមួយមកបាទចុះ set នេះហើយយើងចុច shift ចុចដើម្បីគូវាឲ្យមូលបាទតែដើម្បីយើងអាចព្រីព្រំទៅលើទំហំនេះយើងអាចវាយ៉ាងនេះបានខ្ញុំប៉ុណ្ណាយើងយកប៉ុណ្ណឹងនឹងមួយទៀតយើងយករូបនេះបាទនៅក្នុង shape គឺមានហើយសាន់ណាវាប្រាក់ទឹកគូវាមកអញ្ចឹងសម្រាប់បងប្អូនគឺយើងអាចមានពីរណាបើយើងចង់បានជារាងកងឆាយអញ្ចឹងយើងអាចក្របតំណឹងបានឧទាហរណ៍យើងចែកយើង copy ទុកមួយសិនបើយើងចង់បានរាងផ្សេងអញ្ចឹងទៅបាទខ្ញុំចង់បានរាងជាបែបនេះមិនថាយកតែជួយនេះទេអញ្ចឹងបងប្អូនអាច select ទាំងពីរចូលគ្នាហើយយក shape format បន្ទាប់មកយកlại shape merge shape នេះយើងយកខាងក្រោមនេះណាបាទអញ្ចឹងយើងចូលតែរូបដូចជាអាចថាកងចាក់អញ្ចឹងបាទនឹងរបៀបមួយទៀតខ្ញុំចង់យកខ្ចីខាងក្នុងអញ្ចឹងដើម្បីយកខ្ចីខាងក្នុងវាយើងអាចរួមនឹងតូចតិចមកបាទទីហោប៉ុណ្ណេះអីអូខេខ្ញុំនិយាយឲ្យយើងធូរមាននឹងទីទូយើងទីទៀតអូខេប៉ុណ្ណេះយើង select ចូលគ្នាមកហើយឲ្យទៅចំកណ្ដាលសិនណាជា shape យក align ចូល center យក center ទីនឹងមកហើយខ្ញុំយកដូចគ្នាអញ្ចឹងតែខ្ញុំយកក្នុង form point abstract អញ្ចឹងជារឿងបែបនេះអញ្ចឹងថាបងប្អូនអាចជ្រើសរើសឬក៏ប្រើប្រាស់ទៅលើបាយយើងឆ្លាញ់បានបាទនេះគឺបើខ្ញុំប្រើមុនខ្ញុំប្រើនេះដូចតែ slide ដែលខ្ញុំបាន highlight នេះគឺខ្ញុំប្រើនេះបាទឡើយមួយទៀតខ្ញុំប្រើនេះចុះអញ្ចឹងខ្ញុំលុបនេះចោលវិញហើយខ្ញុំយកនេះមកប្រើវិញណាបាទអញ្ចឹងខ្ញុំទៅ remove outline វាចេញមក shape outline ខ្ញុំយកនៅឲ្យ outline បាទអញ្ចឹងពណ៌ចាំយើងរើសតាមហ្នឹងហើយខ្ញុំយក copy logo បណ្ណាមកបាទយើងទាញវាធំទៅតាមយើងចង់បានទៅដូចប៉ុណ្ណេះចាំយើងតម្រឹមវាតាមគ្រប់ហើយណាបន្ទាប់មកយើងមានអីទៀតបាទយើងមានប្រអប់អ្នក1 2 3 4អញ្ចឹងយើងមាន4ជាន់អញ្ចឹងទី1យើងគូទៅលើ insert ខ្ញុំយក oval បាទយើងគូមកខ្ញុំមើលទៅក្រោយមកស្ដាំយក send to back បាទដោយសារពណ៌ដូចគ្នាអញ្ចឹងយើងអាចដូរពណ៌មកក្នុងក៏បានដែរខ្ញុំយកពណ៌ផ្សេងមកអូខេបាទ send to back ណាយើងដូរពណ៌មួយសិនដើម្បីសនុកមើល shape format ខ្ញុំយក shape fill ហើយខ្ញុំយកពណ៌នេះចុះបាទចានេះអាចតូចជាងហ្នឹងឬក៏ធំនេះស្អីបងប្អូនចង់បានទេតូចក៏បានធំក៏បានខ្ញុំយកប៉ុណ្ណេះខ្ញុំយកនៅ outline ខ្ញុំយកពណ៌រាងពណ៌ផ្កាចុះបាទតូចជាងមុនតិចក៏បានដែរគឺបានមួយជាន់ចេះនៅមួយជាន់ទៀតចេះយើង copy អាមួយទៀតមក control C control V ខ្ញុំដូរពណ៌វាសិនខ្ញុំពណ៌ខ្ញុំចាស់ជាងហ្នឹងបន្តិចបាទហើយខ្ញុំដាក់វាទៅខូចដូចគ្នាអញ្ចឹងមកស្ដាំយក send to back បាទអញ្ចឹងយើងអាចសេរីធំជាងមុនតិចក៏បានប៉ុណ្ណេះចុះអូខេយកប៉ុណ្ណេះជានៅ2ជាន់ទៀតដោយសារ2ជាន់នេះគឺវាជាប្រភេទដែលមានចន្លោះមែនទេបាទមានចន្លោះចែកអញ្ចឹងខ្ញុំប្រើទៅលើដោយអាមុនដែរ insert ខ្ញុំយកសាំនេះsorry នេះ circle ណាបាទអញ្ចឹងយើងគូសទៅតាមលំហដែលយើងចង់បានមកបាទហើយយើងទាញទៅតាមដែលយើងមើលទីប៉ុណ្ណាអូខេយើងអាចថយតិចទៀតយ៉ាងយកប៉ុណ្ណេះចុះឬក៏ធំជាងនឹងក៏បានដែរស្អីដែលយើងចង់បានប៉ុណ្ណេះចុះនឹងមួយទៀតយើង copy មួយទៀតមក control C control V sorry បាទ control C control V មកយើងអាចដូរពណ៌ដើម្បីងាយស្រួលមើលយកពណ៌នេះចឹងខ្ញុំជាធំជាងមុនដោយសារយើងត្រូវការ
មួយទៀតហើយយើងមើលមកច្រឡោះប៉ុណ្ណាយើងឆ្លាញ់អញ្ចឹងទៅពីទៀតចុះអូខេប៉ុណ្ណេះយើងដូចទៅក្រួយដែរបាទអញ្ចឹងពីខ្ញុំតោះអនឡាញនេះចេញឲ្យមានអនឡាញអញ្ចឹងពោយើងអាចដូរទៅតាមតម្រូវការដែលយើងឆ្លាញ់ពោដូចគ្នាក៏បានពោខុសគ្នាក៏បានស្អាតយើងទេបើពោចេះក៏បានដែរចាអញ្ចឹងដោយសារយើងអាចចាប់បានធំបែបហ្នឹងទៅហើយយើងអាចពង្រួមមួយតូចគ្នាទីក៏បានឬក៏នេះយើងអាចទីវាយ៉ាងធំតិចឲ្យកងចាក់នេះនេះប៉ុណ្ណេះចុះលើកធំជាងមុនទីបាទអញ្ចឹងដើម្បីឲ្យវាស្មើគ្នាទាំងលើទាំងក្រោមពេលស្ដាំបងប្អូនអាច select ទៅលើ shape ទាំងអស់ហ្នឹងមកហើយយើងមើលកន្លែង shape format យើងមើលកន្លែង align នេះជាងយក align center ហើយនឹង align middle អញ្ចឹងមានចំកណ្ដាលគ្នាឯងតើមកយើង select វាមួយមកហើយយើងប្រូបទៅអញ្ចឹងដើម្បីប្រូបវានៅ scale នៅ block ស្មើគ្នាអញ្ចឹងយើងចុច Ctrl C វាជាប់មកហើយយើងប្រូបវាមកឬក៏ break ទៅ6ចង់បានហ្នឹងឯងខ្ញុំយកប៉ុណ្ណេះឬក៏ធំជាងហ្នឹងឬក៏តូចជាងហ្នឹងទៀតយើងអាចរួមតាមបានណាបាទហើយទៅប៉ុណ្ណេះទេហើយយើងទាញវាចំកណ្ដាលមកអូខេប៉ុណ្ណឹងណាយ៉ាខ្ញុំបងប្អូនចង់ថែម style ថែម accessory គឺថែមបានឥឡូវខ្ញុំដូរ background មួយសិនខ្ញុំមកស្ដាប់នេះហើយខ្ញុំយក format background ចឹងខ្ញុំយកកន្លែង gradient ទៅហើយខ្ញុំពណ៌នឹងស្រាប់ហើយឬក៏មកចាប់បាន FC យើងអាចចុចលើបកគោលពណ៌របស់យើងមកហើយយើងដូរប៉ុណ្ណេះបាទចុចនេះដូរនេះអូខេឥឡូវយកពណ៌ហ្នឹងនេះបាទឥឡូវខ្ញុំដូរពណ៌អានេះបន្តិចខ្ញុំយក format shape ខ្ញុំយក color ខ្ញុំអាចយកប្រើពណ៌nàyយ៉ាងលិចបន្តិចកុំឲ្យវាមើលទៅវាអូខេពណ៌នេះក៏បានដែរបាទដើម្បីប្រមូលស្រួលមើលណាអញ្ចឹងយើងឆ្លាញ់អីយើងអាចដាក់នេះបានមកវាឆើតពេកក៏បានដែរតោះឥឡូវប៉ុណ្ណឹងប៉ុន្តែខ្ញុំចង់បានអានេះវាមាន shadow បន្តិចបាទពីរនេះណាអញ្ចឹងខ្ញុំ select ពីរហ្នឹងមកហើយខ្ញុំយក shape format ខ្ញុំយក shape effect ខ្ញុំយក shadow ខ្ញុំយកកណ្ដាល center បាទអញ្ចឹងយើងអាចទៅបន្ថយនេះចំនួនបន្តិចកុំឲ្យវាខ្លាំងពេក100ទៅបាទអូខេយើងអាចថែម color តិចទៅឲ្យវាខាត់ពេកបាទអញ្ចឹងដោយសារឲ្យវីដេអូនឹងវាអញ្ចឹងខ្ញុំមិនសូវជា detail ប្រហែលទេអូខេតោះអញ្ចឹងយើងខ្ញុំចង់មកវាប៉ុណ្ណឹងបាទបន្ទាប់មកយើងអាចថែមឯខាងក្រៅក៏បានដែរទីខ្ញុំថែមជាrectangle លេខ1ទៅបាទខ្ញុំយកប៉ុណ្ណេះខ្ញុំបវល់វាឲ្យចេញជាជ្រុងចេះមកឬក៏យើងច្រឡំពណ៌នេះក៏បានបើចង់បានពណ៌ដូចគ្នាយើងយកនេះណាបាទខ្ញុំយកពណ៌ដូចគ្នាមកអូខេអញ្ចឹងខ្ញុំដោះឲ្យឡើងចេញដូចគ្នាអញ្ចឹងខ្ញុំ copy មួយទៀតដាក់ខាងនេះវិញអញ្ចឹងដាក់ក៏បានមិនដាក់ក៏បានស្អាតយើងទេបន្តមកទៀតបាទគឺយើង duplicate slide ហ្នឹងមកស្ដាំយកពាក្យថា duplicate ចឹងនេះគឺយើងដដែលហើយយើងរីកវាឲ្យធំអញ្ចឹងយើង select មកបាទដូចគ្នាអញ្ចឹងបងប្អូនអាចចុច Ctrl Shift បញ្ចប់រួចចាំយើងទាញវាធំណាទៅតាមទំហំដែលយើងចង់បានមកប៉ុណ្ណាเราอยู่តែប៉ុណ្ណេះទៅបានហើយអូខេបាទចំណែកឯតូចនោះវិញយើងអាចរក្សាពណ៌ដូចគ្នាទៅហើយយើងអាចដូរពណ៌វាវិញទៅក៏បានដែរឥឡូវយើងយកពណ៌ឲ្យខុសគ្នាវិញយើងយកពណ៌នេះវិញចុះពណ៌នេះក៏បានដែរអញ្ចឹងយើងធ្វើម៉េចស្រីតូចជាងមុនឬក៏ធំជាងមុនទៅតាមទំហំដែលយើងចង់បានហើយខ្ញុំដាក់តូចជាងមុនបាទប៉ុណ្ណេះបាទប៉ុណ្ណឹងហើយប៉ុណ្ណឹងទេដោយសារបើយើងមានត្រូវវិលច្រើនអញ្ចឹងslide ទី2គឺយើងទីលើវាហើយយើងបង្វិលវិញអាចបង្វិលមកខាងឆ្វេងក៏បានទៅស្ដាំក៏បានស្អាត4ចង់បានទេបាទហើយចាំយើងសេចទាំងពីរ slide របស់យើងនេះលើ thumbnail វាហើយចូលទៅ transition ហើយយកវាបាទអញ្ចឹងវានឹងធ្វើការយកបានហើយបាទដល់យើងម្ដងទៀតហើយយើង preview មើលបាទអញ្ចឹងយើងដឹកវាទៅចូលវានឹងពលយើងបាទនេះក៏ដូចគ្នាដែរបើយើងចង់ឲ្យមាន action បងប្អូនអាចបង្វិលទិសដៅវាតិចទៅមកវានឹងអញ្ចឹងយើងអាចដាក់មក
ត្រង់ផ្ទះវិញក៏បានឬក៏យើងវិលមកជុំទៅវានឹងមករៀងអញ្ចឹងប៉ុន្តែថាវាវិលឲ្យយើងអញ្ចឹងណានេះដូចគ្នាដែរបានឲ្យប្រជុំទៅនេះទៅបាទអញ្ចឹងយើងអាចព្រីមយកភាសាទៀតបានបាទនេះអញ្ចឹងវានឹងមានចលនាដូចគ្នាអញ្ចឹងបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ